គ្នាលើកនេះមិនមែនលេងទេឥណ្ឌីកម្មវិធី Supranational កម្ពុជាលួចបង្ហើបផឹមស្រីណូ Mike Davi Saifon និង Renny Dara មិនបន្ធូរដៃឲ្យគ្នាដាច់ខាតប្រកួតដឹងប្រកួតបញ្ចេញឲ្យអស់ថ្វីដៃត្រូវតែបញ្ជូនបេក្ខភាពកូនក្រុមខ្លួនយកមកកត់ជ័យលាភីឯកឲ្យបានបាទបងសម្រាប់ mentor គឺពួកគាត់មកនេះគឺមិនមកលេងៗគឺមកប្រកួតប្រជែងគ្នាមែនតើហើយការប្រកួតកូនក្រុមរបស់គាត់គឺខ្ញុំចូលមើលតាមក្រុមរបស់គាត់គឺគាត់បរៀនកូនក្រុមគាត់ខ្លាំងណាស់បងអញ្ចឹងខ្ញុំគិតថាបេក្ខភាពឆ្នាំហ្នឹងគឺគាត់ទទួលបានបទពិសោធន៍ច្រើនមែនតើពីបង mentor ពីភ្ញៀវកិត្តិយសរបស់យើងដែលបរៀនគាត់ទាំងការថតអនឡាញត្រូវធ្វើចេះពេលដែលអនឡាញថតត្រូវធ្វើមិនអីមិនការថត sport វាយ៉ាងម៉េចគឺគាត់បរៀនទាំងអស់ចាបងបើសម្រាប់ការដែល Supranational Cambodia គាត់បង្កើតឲ្យមាន mentor នេះឡើងមកគឺខ្ញុំគិតថាល្អខ្លាំងមែនទែនទី1គឺពួកខ្ញុំផ្ទាល់មាន mentor នៅពេលដែលមាន challenge អីមួយអញ្ចឹងគឺគាត់ខ្ញុំបានទទួលនៅបទពិសោធន៍ឬក៏យោបល់ហើយនឹងអ្វីដែលថ្មីដែលខ្ញុំអត់ទាន់ជួបឬក៏បានស្គាល់អញ្ចឹងគឺគាត់ប្រាប់ឬក៏បង្រៀនមកពួកខ្ញុំអញ្ចឹងណាបងខ្ញុំតែងតែទទួលបានយោបល់ពីបង mentor ទាំងអស់គ្នាថាធ្វើអញ្ចេះល្អពេលអញ្ចេះស្អាតសមជាមួយនឹងការធ្វើ challenge មួយនឹងអញ្ចឹងណាបងសម្រាប់កម្មវិធីប្រកួតផ្ដល់ចំណេះដឹងឲ្យខ្ញុំច្រើនខ្លាំងបំផុតទី1ការពីមុនអានេះយើងនិយាយពីការពីមុនហ្នឹងយើងគ្រាន់តែថាយើងថតបន្ទាប់ពីសម្ដែងបង្ហាញពីសមត្ថភាពខ្លួនឯងក្នុងការសម្ដែងធូរមិនឲ្យទស្សនិកជនគាត់ពេញចិត្តនឹងសមត្ថភាពក្នុងការសម្ដែងរបស់យើងហើយគឺវាអូខេតែ like មកកម្មវិធីប្រកួតវិញគឺខ្ញុំផ្ដល់អ្វីដែលខ្ញុំទទួលបានគឺការប្រតិតាក់ទងជាមួយនឹងមនុស្សជុំវិញខ្លួនដូចជាអ្នកចូលរួមប្រកួតជាមួយគ្នាក៏ដូចជាចូលរួមកម្មវិធីតើត្រូវធ្វើខ្លួនបែបណាជួបអ្នកសារព័ត៌មានត្រូវធ្វើខ្លួនបែបណាដើម្បីឲ្យពួកគាត់ស្រឡាញ់ចូលចិត្តក៏ដូចជាយើងវាថាយើងអាចបង្ហាញខ្លួនទៅកាន់ទស្សនិកជនតាមរយៈការផ្សព្វផ្សាយផ្សេងកម្មវិធីប្រកួតសម្រស់ Miss and Mr Supranational Cambodia កាន់តែធ្វើឲ្យអ្នកគាំទ្របុកពោះនិងរំជើបរំជួលក្រោយបញ្ចេញជើងខ្លាំង4រូបមានផឹមស្រីណូ Mike Davi Saifon និង Renny Dara ជា mentor សម្រាប់មកជួយពង្រឹងសមត្ថភាពកូនក្រុមឲ្យកាន់តែខ្លាំងមុននឹងឡើងឆាកដណ្ដើមតំណែងជាម្ចាស់ជ័យលាភីក្នុងឱកាសចុះ MOU ជាមួយ Kenji Collagen ND ថ្នាក់ជាតិបានលួចបង្ហើបថាការចូលរួមនិងវត្តមានរបស់ mentor ធ្វើឲ្យលោកមើលឃើញពីចំណុចប្រែប្រួលខ្លាំងរបស់បេក្ខភាពនីមួយៗបាទបងសម្រាប់ mentor គឺពួកគាត់មកនេះគឺមិនមកលេងៗគឺមកប្រកួតប្រជែងគ្នាមែនតើហើយការប្រកួតកូនក្រុមរបស់គាត់គឺខ្ញុំចូលមើលតាមក្រុមរបស់គាត់គឺគាត់បរៀនកូនក្រុមគាត់ខ្លាំងណាស់បងអញ្ចឹងខ្ញុំគិតថាបេក្ខភាពឆ្នាំហ្នឹងគឺគាត់ទទួលបានបទពិសោធន៍ច្រើនមែនតើពីបង mentor ពីភ្ញៀវកិត្តិយសរបស់យើងដែលបរៀនគាត់ទាំងការថតអនឡាញត្រូវធ្វើចេះពេលដែលអនឡាញថតត្រូវធ្វើមិនអីមិនការថត sport វាយ៉ាងម៉េចគឺគាត់បរៀនទាំងអស់អញ្ចឹងបេក្ខភាពយើងឆ្នាំហ្នឹងគឺថាយើងអាចនិយាយបានថាគាត់រៀនបានច្រើនពីវិស័យមួយហ្នឹងបាទព្រោះអ្នកខ្លះគាត់មកពេលខ្លះគាត់ត្រឡប់ទៅវិញគាត់អត់មានបានអីទេហើយអ្នកខ្លះអូខេគាត់បានប៉ុន្តែគាត់បានតែចំណុចដដែលប៉ុន្តែឆ្នាំហ្នឹងគឺវាខុសពីមុនដោយសារ mentor យើងមួយដូចបងដឹងស្រាប់ចឹងគាត់មានចំណុចផ្សេងគ្នាដូច Renny Dara គាត់មានចំណុចផ្សេង Nano យើងគាត់មានចំណុចផ្សេង Saifon គាត់មានចំណុចផ្សេងហើយ Davi ក៏គាត់មានចំណុចពិសេសរបស់គាត់វាអញ្ចឹងណាបងបាទហើយបេក្ខភាពតាមខ្ញុំចូលមើលក្នុងក្រុមខ្ញុំរំភើបខ្លាំងណាស់បងហើយខ្ញុំរំភើបចំណុចបេក្ខភាពយើងទៀតតែថាពួកគាត់អាចរៀនពីអ្វីដែលថ្មីច្រើនបាទដូចជាការផលិតវីដេអូការរៀបចំខ្លួនការថត sport តើគេត្រូវធ្វើយ៉ាងម៉េចពួកគាត់ពេលខ្លះក៏អត់ដឹងទេបងថាការថត sport គេចាប់ផ្ដើមពីណាទៅណាត្រូវរៀបចំយ៉ាងម៉េចហើយ concept អីយ៉ាងម៉េចគាត់ត្រូវរៀបចំយ៉ាងម៉េចគឺពួកគាត់អត់ដឹងទេហើយក្រុមការងារយើងពេលខ្លះក៏យើង focus ទៅលើរឿងអីផ្សេងនេះយើងក៏អត់គិតដល់ចំណុចហ្នឹងប៉ុន្តែ mentor មួយគឺគាត់គិតដល់ចំណុចផ្សេងដែលយើងអត់ដែលធ្លាប់លើកឡើងមកបង្ហាញពីមុនទេបាទអញ្ចឹងខ្ញុំគិតថាបេក្ខភាពគាត់ចេញទៅម្នាក់ៗគឺខ្លាំងណាស់បងខ្លាំងលើសពីខ្លាំងតែបើសិនជាអ្នកដែលគាត់កំពុងខ្លាំងស្រាប់គាត់បានអានឹងទៀតគាត់ពិតតែខ្លាំងទៀតសម្រាប់ចំណុចនេះគឺខ្ញុំសរសើរ mentor ខ្លាំងមែនតើបងដោយសារយើងមានវគ្គ challenge មួយគឺវគ្គថត TVC គឺគាត់អាចប្រម៉ូទបេក្ខភាពយើងថ្មីដែលមិនសូវមានអ្នកស្គាល់បងប៉ុន្តែនៅក្នុងវីដេអូគឺគាត់ប្រម៉ូទពួកគាត់លេចឡើងមកទាំងអស់ហ្មងដែលយើងមើល TVC ហ្នឹងហើយគឺយើងចាំមកគាត់ហ្មងខ្ញុំសរសើរ mentor យើងចំណុចហ្នឹងបាទថ្លែងនេះឱកាសនោះបេក្ខភាពដ៏លេចធ្លោសម្រាប់កម្មវិធីទាំង60សារីដុល្លារនិង10000ឯកសុភារិទ្ធបានបង្ហាញក្តីរំភើបចំពោះបទពិសោធន៍ថ្មីដែលទទួលបានពី mentor ប្រចាំក្រុមរបស់ខ្លួនចាបងបើសម្រាប់ការដែលក្នុងកម្មវិធី Miss Supranational Cambodia គាត់បង្កើតឲ្យមាន mentor នេះឡើងមកគឺខ្ញុំគិតថាល្អខ្លាំងមែនទែនទី1គឺពួកខ្ញុំផ្ទាល់មាន mentor នៅពេលដែលមាន challenge អីមួយអញ្ចឹងគឺគាត់ខ្ញុំបានទទួលនៅបទពិសោធន៍ឬក៏យោបល់ហើយនឹងអ្វីដែលថ្មីដែលខ្ញុំអត់ទាន់ជួបឬក៏បានស្គាល់អញ្ចឹងគឺគាត់ប្រាប់
ឬក៏បង្រៀនមកពួកខ្ញុំអញ្ចឹងណាបងដូចជាពេលដែលមាន challenge ថ្មីអីអញ្ចឹងគឺខ្ញុំតែងតែទទួលបានយោបល់ពីបង mentor ទាំងអស់គ្នាថាធ្វើអញ្ចេះល្អពេលអញ្ចេះស្អាតធ្វើអញ្ចេះបានសមជាមួយនឹងការធ្វើ challenge មួយនឹងអញ្ចឹងណាបងហើយខ្ញុំក៏ថា mentor ទាំង4នាក់គឺគាត់សុទ្ធតែល្អទាំងអស់គាត់មានចំណុចខ្លាំងហើយនឹងសមត្ថភាពរៀងៗខ្លួនបងប៉ុន្តែសម្រាប់ខ្ញុំក៏ថាបង Reni Dara គឺខ្ញុំស្រឡាញ់គាត់ដោយសារតែគាត់មានគំនិតថ្មីហើយនឹង create content ថ្មីរហូតនៅពេលដែលមាន challenge អីមួយគឺគាត់តែងតែទម្លាក់នៅក្នុងក្រុមហើយប្រាប់កូន team នីមួយៗថាធ្វើអញ្ចេះស្អាតធ្វើអញ្ចេះល្អធ្វើអញ្ចេះស័ក្តិសមជាមួយនឹង challenge ហ្នឹងអញ្ចឹងណាបងអញ្ចឹងខ្ញុំអរគុណគាត់ខ្លាំងមែនតើដែលគាត់បានបង្រៀនហើយនឹងផ្ដល់អ្វីដែលថ្មីជូនមកកាន់ពួកខ្ញុំបងចាបងដោយសារតែទី1ពួកគាត់ទាំង4នាក់គឺសុទ្ធតែល្អទាំងអស់ដូចខ្ញុំនិយាយអញ្ចឹងគាត់មានសមត្ថភាពរៀងខ្លួនខ្លាំងរៀងខ្លួនប៉ុន្តែសម្រាប់ខ្ញុំដែលខ្ញុំជ្រើសរើសយកនៅក្នុង team បង Reni Dara ដោយសារតែគាត់ជាមនុស្សប្រុសហើយខ្ញុំចង់យល់នៅអ្វីដែលថ្មីរៀននៅពីអ្វីដែលថ្មីពីគាត់ហើយខ្ញុំចង់ឲ្យមនុស្សប្រុសបរៀនខ្ញុំម្ដងដោយសារតែខ្ញុំធ្លាប់ឆ្លងកាត់បទពិសោធន៍បបរកញ្ញាមកហើយបងអញ្ចឹងហើយមួយវិញទៀតដោយសារតែបង Mike Davi បង Saiful ហើយនិងបង Nano គឺគាត់ជាបបរកញ្ញាស្រាប់ហើយខ្ញុំក៏បានរៀនពីគាត់ច្រើននៅពេលដែលគាត់ចូលប្រកួតអញ្ចឹងណាបងអញ្ចឹងដែលខ្ញុំសម្រេចចិត្តយកបង Reni Dara ដោយសារតែហេតុផលមួយនេះបងអរគុណបងសម្រាប់សំណួររឿងនេះខ្ញុំចង់បង្ហាញជូនទៅកាន់ទស្សនិកជនថាឥឡូវនេះគឺខ្ញុំពិតជាមានសេចក្តីសង្ឃឹមកាន់តែខ្លាំងជាងមុនដោយសារតែការចូលប្រកួតដំបូងគឺយើងអត់ទាន់ដឹងទេដូចខ្ញុំធ្លាប់សង្កេតជាមួយបងអញ្ចឹងតែវាជាលើកទី1សម្រាប់ខ្ញុំហើយខ្ញុំចង់ផ្លាស់ប្ដូរពីតារាសម្ដែងមកជា model អីចឹងទៅដោយឡែកដល់ពេលដែលខ្ញុំចូលក្នុងវិស័យមួយនេះទើបធ្វើឲ្យខ្ញុំដឹងថាខ្ញុំពេញចិត្តហើយខ្ញុំសប្បាយចិត្តហើយខ្ញុំព្យាយាមអភិវឌ្ឍខ្លួនដោយឡែកដល់ឥឡូវសំបីតែបងឃើញឥឡូវចឹងសំបីតែ outfit យើងស្លៀកពាក់បែប gentleman ក៏ប៉ុន្តែយើងមាន fashion នៅក្នុងនឹងច្រើនហើយឥឡូវនេះក៏ខ្ញុំមានហ៊ានថតដូចជាបង្ហាញខ្លួន body របស់យើងចែកស្លៀកកៅអៅអីប្លែកៗខ្ញុំទៅហ៊ានបង្ហាញ body ខ្លួនឯងទៅឲ្យ audience ក៏បានទស្សនាបើកាលពីមុនអត់ហ៊ានទេបងដោយសារតែយើងត្រូវការស្ពតសង្គមបែបលក្ខណៈស្អាត gentleman លក្ខណៈធម្មតាបែបទីគូកនអីចឹងយើងខ្លាចការវិបាហាពីទស្សនិកជនគាត់ថា sexy ពេកគាត់មើលអីចឹងទៅតែឡែកដល់ពេលចូលវិស័យមួយនេះអត់ទេយើងផ្លាស់ប្ដូរខ្លួនឯងសឹងតែ180 degree ដើម្បីតម្រូវជាមួយកម្មវិធីសម្រាប់កម្មវិធីប្រកួតផ្ដល់ចំណេះដឹងឲ្យខ្ញុំច្រើនខ្លាំងបំផុតទី1កាលពីមុនឥឡូវយើងនិយាយពីកាលពីមុនសិនយើងគ្រាន់តែថាយើងថតបន្ទាប់ពីសម្ដែងបង្ហាញពីសមត្ថភាពខ្លួនឯងក្នុងការសម្ដែងធ្វើមិនឲ្យទស្សនិកជនគាត់ពេញចិត្តនឹងសមត្ថភាពក្នុងការសម្ដែងរបស់យើងហើយគឺវាអូខេតែឡែកមកកម្មវិធីប្រកួតនេះគឺខ្ញុំផ្ដល់អ្វីដែលខ្ញុំទទួលបានគឺការបតាក់ទងជាមួយនឹងមនុស្សជុំវិញខ្លួនដូចជាអ្នកចូលរួមប្រកួតជាមួយគ្នាក៏ដូចជាចូលរួមកម្មវិធីតើត្រូវធ្វើខ្លួនបែបណាជួបអ្នកសារព័ត៌មានត្រូវធ្វើខ្លួនបែបណាដើម្បីឲ្យពួកគាត់ស្រឡាញ់ចូលចិត្តក៏ដូចជាយើងនិយាយថាយើងអាចបង្ហាញខ្លួនទៅកាន់ទស្សនិកជនតាមរយៈការផ្សព្វផ្សាយផ្សេងហើយមួយវិញនេះការធ្វើខ្លួនបងសម្រាប់ការធ្វើខ្លួនកាលពីមុនខ្ញុំធ្វើខ្លួនតែចូលរួមកម្មវិធីឬក៏ធ្វើខ្លួនតែពេលថតទេដោយឡែកឥឡូវនេះកម្មសំបីតែនៅផ្ទះក៏ដូចជាសំបីតែយើងដើរហើរក៏យើងមានការធ្វើខ្លួនឲ្យសមជា model ឲ្យសមជាតារាដែរកាលពីមុនបងយើងធ្លាប់តែគិតថាយើងចូលចិត្តអ្វីដែលជាខ្លួនឯងមានថាស្លៀកពាក់ធម្មតានៅផ្ទះយើងស្លៀកខោខ្លីជាងខ្លីអញ្ចឹងឬក៏ទៅផ្សារអីចឹងយើងស្លៀកពាក់អញ្ចឹងដោយឡែកដល់ឥឡូវក៏អត់ទេក៏បរៀនយើងថាធ្វើខ្លួនឲ្យស័ក្តិសមជាតារាសម្ដែងឬក៏ធ្វើខ្លួនឲ្យសមជា model ឲ្យគេមើលមកថាអូនេះតួមើលមកតួគាត់មិនស្គាល់យើងក៏គាត់ថាអូស្អាតដូចតារាអូលុយតារាដល់ពេលគាត់ស្គាល់យើងទេគាត់សុំយើងថតទៅមានអារម្មណ៍ថាអូខេវាខុសពីមុនឆ្ងាយហ៎បងគួរដឹងថាកម្មវិធី Miss and Mr Supranational Cambodia កំពុងតែប្រកួតយ៉ាងក្តៅគគុកពីមួយវគ្គទៅមួយវគ្គដើម្បីស្វែងរកបេក្ខភាពដ៏ស័ក្តិសមនិងមានសមត្ថភាពខ្លាំងគ្រប់គ្រាន់តំណាងកម្ពុជាទៅប្រកួតប្រជែងលើឆាកអន្តរជាតិ